และน้องสมาคมมาสิ่งประเทศกัมพูชาคือจุดประเทศเลยต้องปกป้องความเป็นความเป็นความในตอนเศรษฐกิจพิเศษวิธียุทธศาสตร์โค้ดต้องการสอบสายสารงานแต่เองเนี่ยวิดีโอวิกราฟในจังหวัดน้องสรุปในกลุ่มเศรษฐกิจที่วิธีตอนเศรษฐกิจพิเศษบางตอนชูเดินสื่อพิเศษโดยจีการเกิดผลการประมวลวิธีการในการแก้ไขหรือมอยทางราชการสังคมนำไปเริ่มต้นจากเนี่ยวิดีโออย่างเริ่มน้องสรุปในอย่างกราฟในของจับตั้งวิชาวิปวัตรมอกในเราทำวิบาลในประเทศกัมพูชาบางการในระบบเศรษฐกิจพิเศษที่จะได้โดยจีที่กรองลงไปกรองเปอร์เซ็นต์รูปไทยโพสักมันบอกว่าไปเริ่มต้นจากในการนอนเป็นพอใช้การแต่งที่วิดีโอตัวปีบอลเต้ของการนี้เป็นบอมไลน์เซนวิสัยเศรษฐกิจเซ็งจีดาวในประมาณชนะช่องกลางวันนี้ต่อบอลเศรษฐกิจพิเศษบางการจีนโชว์บายสำคัญด้วยโครงการน้องโกนโยบายวิสาหการระบบการบัญชีแต่เราเรื่องการก่อสร้างมูลค่าอุตสาหกรรมในการแก้ปัญหาปัญหาการวิทยาการวิทยุตูเต้นเลยក្នុងប្រទេសដើម្បីឲ្យចំនឹងច្បាស់ពីតំបន់សេដ្ឋកិច្ចពិសេសឥឡូវនេះខ្ញុំនឹងទៅសង្កេតតជាមួយនឹងអ្នកស្រាវជ្រាវទាំង4នាក់ដើម្បីឲ្យនឹងពីចម្លើយទៅលើប្រធានបទមួយនេះសួស្តីបងថ្ងៃនេះខ្ញុំមានចំណងខ្លះពាក់ព័ន្ធទៅនឹងតំបន់សេដ្ឋកិច្ចពិសេសបងឥឡូវបងគឺជាអ្នកស្រាវជ្រាវម្នាក់ដែលធ្វើទៅនឹងប្រធានបទមួយនេះតើបងអាចជួយបញ្យល់ខ្ញុំខ្លះបានដែរឬអត់បងវាសួរបងហើយនឹងស្ដីអ្នកទាំងអស់គ្នាខ្ញុំជាអ្នកស្រាវជ្រាវឈ្មោះលីសាំស៊ូហើយ specialist របស់ខ្ញុំគឺខ្ញុំសិក្សាទៅលើតំបន់សេដ្ឋកិច្ចពិសេសដែលពាក់ព័ន្ធជាមួយនឹង topic foreign direct investment ឬក៏អ្នកវិនិយោគផ្ទាល់មកពីប្រទេសអញ្ចឹងខ្ញុំអាចសួរសំណួរខ្លះអាចបងបានបាទបងសំណួរទី1តើបងគិតថាលុយដែលទទួលបានពីការវិនិយោគពីក្រៅប្រទេសមកប្រទេសកម្ពុជាទៅលើតំបន់សេដ្ឋកិច្ចពិសេសមានការផ្លាស់ប្ដូរដែរទេពីមួយឆ្នាំទៅមួយឆ្នាំបាទអរគុណបងសម្រាប់សំណួរវិញដែរសម្រាប់ខ្ញុំជាអ្នកស្រាវជ្រាវផ្ទាល់លុយដែលចំណូលចូលទៅលើតំបន់សេដ្ឋកិច្ចពិសេសដែលចូលមកកាន់តាមរយៈការវិនិយោគទុនផ្ទាល់ទៅលើប្រទេសកម្ពុជាយើងគឺមានការផ្លាស់ប្ដូរច្រើនមែនទែនបងគឺពីមួយឆ្នាំទៅមួយឆ្នាំពេលខ្លះក៏ឡើងពេលខ្លះក៏ចុះបើយើងកន្លែងទៅមើល data របស់ខ្ញុំផ្ទាល់ដូចជាឆ្នាំ2012អញ្ចឹងគឺលុយចំណូលចូល2966លានដល់ពេលយើងឡើងមក2013 4962លានដល់ពេលឆ្នាំបន្ទាប់ទៀតគឺចុះឡើងរហូតចុះទៅហើយឆ្នាំខ្លះក៏អាចឡើងជាឆ្នាំ2019ឡើងទៅដល់9398លានដុល្លារចុះទៅអញ្ចឹងសម្រាប់លុយចំណូលចូលទៅតាមតំបន់សេដ្ឋកិច្ចពិសេសដោយវិនិយោគផ្ទាល់ពីបរទេសគឺមានការផ្លាស់ប្ដូរខ្លាំងមែនទែនអញ្ចឹងហើយលុយដែលចូលរួមទៅក្នុងការជួយទៅលើ GDP របស់ប្រទេសកម្ពុជាយើងទោះបីជាវាមើលទៅមិនជួយខ្លាំងណាស់ក៏ដោយប៉ុន្តែវានៅតែមានផលល្អរបស់វានៅក្នុងនោះដែរសំណួរបន្ទាប់ថាតើបងគិតថាតំបន់សេដ្ឋកិច្ចពិសេសគឺជាផ្លូវមួយដែលទាក់ទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជាយើងងាយស្រួលដែរទេអូខេបងអរគុណច្រើនសម្រាប់សំណួរនេះផងដែរអញ្ចឹងសម្រាប់សំណួរនេះវិញគឺខ្ញុំគិតថាវាគឺជាផ្លូវមួយដ៏ល្អបំផុតក្នុងការទាក់ទាញអ្នកវិនិយោគទុនផ្ទាល់មកពីបរទេសហេតុផលគឺវាមានច្រើនបើយើងកន្លែងទៅមើលប្រទេសកម្ពុជាយើងវិញគឺតំបន់សេដ្ឋកិច្ចពិសេសនេះហើយដែលជាផ្លូវមួយក្នុងការទាក់ទាញពួកគាត់ហេតុផលនោះគឺប្រទេសកម្ពុជាយើងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺយើងផ្ដល់ដូចជាការបំពន្ធឬក៏ការបំពន្ធទាបឬក៏ការបើករកស៊ីផ្សេងដែលយើងមិនគិតទៅលើច្បាប់តឹងរឹងឬក៏យើងមានផ្លូវក៏ដូចជាកន្លែងដែលពួកគាត់អាចរកស៊ីនៅក្នុងប្រទេសកម្ពុជាយើងបានដែរអញ្ចឹងទៅវាគឺជាផ្លូវមួយដែលអាចទាក់ទាញពួកគាត់មែនទែនហើយយើងអាចកន្លែងទៅមើលពីបច្ចុប្បន្នកាលរបស់យើងគឺមានការវិនិយោគទុនពីបរទេសផ្ទាល់ហ្មងដូចជាប្រទេសចិនប្រទេសកូរ៉េខាងត្បូងប្រទេសសិង្ហបុរីហើយនិងប្រទេសផ្សេងទៀតដែលជាប្រទេសមហាអំណាចដែរអញ្ចឹងវាគឺជាផ្លូវមួយដែលធ្វើឲ្យប្រទេសកម្ពុជាយើងបើយើងកន្លែងទៅមើលផ្ទាល់យើងមានវិស័យជាច្រើនទៀតដែលអាចជួយទៅលើតំបន់សេដ្ឋកិច្ចពិសេសហើយតំបន់សេដ្ឋកិច្ចពិសេសនេះហើយគឺជាផ្លូវមួយដើម្បីជួយទៅដល់ GDP យើងខ្លាំងមែនទែនទោះបីជាយើងមើលទៅផ្ទាល់ទៅវាមិនមាន impact ឬក៏ផលដែលជួយច្រើនមែនប៉ុន្តែនៅពេលដែលយើងគិតទៅលើ long term គឺវាជួយខ្លាំងមែនទែនទៅលើ GDP របស់យើងសម្រាប់សំណួរទី3បងថាតើបងគិតថាវិស័យអ្វីខ្លះទៀតដែលបានជួយទៅដល់តំបន់សេដ្ឋកិច្ចពិសេសអូខេបងសម្រាប់សំណួរនេះដែរវាមានវិស័យច្រើនមែនទែនដែលខ្ញុំគិតថាវាជួយទៅលើតំបន់សេដ្ឋកិច្ចពិសេសប៉ុន្តែសម្រាប់គំនិតខ្ញុំផ្ទាល់ដែលជាអ្នកស្រាវជ្រាវទៅលើតំបន់សេដ្ឋកិច្ចពិសេសខ្ញុំគិតថាគោលចម្បងហ្មងគឺអ្នកវិនិយោគផ្ទាល់មកពីបរទេសដែលអ្វីដែលខ្ញុំកំពុងតែស្រាវជ្រាវកន្លងហើយវិស័យទី2ដែលខ្ញុំគិតថាជួយមកដល់តំបន់សេដ្ឋកិច្ចពិសេសខ្លាំងដែរនោះគឺវិស័យហេដ្ឋារចនាសម្ព័ន្ធដោយសារសម្រាប់វិស័យនេះដែរ
របស់សេដ្ឋកិច្ចពិសេសធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសកម្ពុជាយើងជោគជ័យជាងមុនដូចជាផ្លូវថ្នល់ដូចជាស្ពានដូចជាស៊េរីអគិសនីឬក៏ផ្លូវទឹកអីចឹងហើយយើងសង់នៅជុំវិញរបស់សេដ្ឋកិច្ចពិសេសហ្នឹងទោះបីជាយើងសង់វាសម្រាប់ឲ្យអ្នកដែលចង់មកធ្វើ business ជាមួយយើងក៏ដោយប៉ុន្តែវាក៏ជាការ improvement ឬក៏ពង្រឹងទៅលើប្រទេសយើងដែរទោះបីជាយើងសង់នេះសម្រាប់ពួកគេក៏ដោយប៉ុន្តែវាស្ថិតនៅក្នុងប្រព័ន្ធប្រទេសកម្ពុជាយើងហើយសម្រាប់វិស័យទី3ដែលខ្ញុំគិតថាជួយទៅលើរបស់សេដ្ឋកិច្ចពិសេសខ្លាំងបំផុតបំដែរគឺវិស័យឧស្សាហកម្មដែលសារយើងដឹងហើយនៅក្នុងប្រទេសកម្ពុជាយើងគឺកសិកម្មគឺជាផ្លូវមួយល្អបំផុតសម្រាប់យើងរកស៊ីជាមួយនឹងប្រទេសដទៃទៀតអញ្ចឹងដល់ពេលយើងមានរបស់សេដ្ឋកិច្ចពិសេសចូលរួមមកកាន់វិស័យឧស្សាហកម្មវាធ្វើឲ្យប្រទេសកម្ពុជាយើងជោគជ័យទៅផ្នែកកសិកម្មឲ្យកាន់តែប្រសើរឡើងហើយវាជាផ្លូវមួយដែលធ្វើឲ្យប្រទេសដទៃមើលសំណឹងមកឃើញប្រទេសកម្ពុជាយើងហើយដើម្បីឲ្យប្រកប invest ទៅលើឬក៏វិនិយោគទៅលើរបស់សេដ្ឋកិច្ចពិសេសនោះដែរអញ្ចឹងបងសំដួលចង់បញ្ចប់បងថាក្នុងអំឡុងពេលដែលបងសិក្សាស្រាវជ្រាវទៅលើតំបន់សេដ្ឋកិច្ចពិសេសតើបងគិតថាមានបញ្ហាណាខ្លះឬការរាំងស្ទះណាខ្លះដែលធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសយើងអាចពង្រឹងទៅមុខអូខេបងសម្រាប់សំណួរនេះដែរគឺបញ្ហានិងការរាំងស្ទះដែលកំពុងពេលខ្ញុំស្រាវជ្រាវនោះគឺមានច្រើនមែនតើប៉ុន្តែខ្ញុំអាចលើកពីបញ្ហាសម្រាប់បងបញ្ហាទី1នោះគឺការរដ្ឋបាលរបស់យើងគឺមានការយឺតនិងស្ទាក់ស្ទើរប៉ុន្តែវាជាបញ្ហាមួយសម្រាប់ពួកគេហើយក៏ជាបញ្ហាមួយសម្រាប់ពួកយើងដោយសារយើងអាចពីមុនសម្រាប់ការបើក business ឬក៏គាត់ចង់ធ្វើជាការរោងចក្រសង់ការរោងចក្រនៅក្នុងប្រទេសកម្ពុជាយើងនៅលើតំបន់សេដ្ឋកិច្ចពិសេសគឺគាត់ត្រូវរត់ការពីក្រសួងមួយទៅក្រសួងមួយពីក្រសួងមួយទៅក្រសួងមួយប៉ុន្តែឥឡូវហ្នឹងគឺយើងបានបង្កើតនៅ one stop only ឬក៏គាត់អាចធ្វើនៅកន្លែងហើយឲ្យខាងរដ្ឋបាលយើងរត់ការឲ្យទាំងអស់តែម្ដងវាគឺជាការមួយល្អប៉ុន្តែយើងប្រើពេលវេលាយូរក្នុងការរត់ការនៅតាមរដ្ឋបាលរបស់យើងចឹងទៅអញ្ចឹងធ្វើឲ្យពួកគាត់មានការងងឆ្ងល់ក៏ដូចជាភ័យខ្លាចដោយសារការរត់ការមួយក្នុងការបើក business គឺយូរមែនទេអញ្ចឹងវាគឺជាបញ្ហាមួយដែរដែលធ្វើឲ្យអ្នកវិនិយោគទុនផ្ទាល់មកពីបរទេសគាត់មានអារម្មណ៍ថាខ្លាចនិងអត់សូវហ៊ានក្នុងការវិនិយោគហើយសម្រាប់បញ្ហាទី2ដែលខ្ញុំបានស្រាវជ្រាវឃើញផងដែរគឺ energy level ឬក៏ថ្លៃអគ្គិសនីឬក៏ថ្លៃទឹកថ្លៃភ្លើងហ្នឹងឯងនៅក្នុងប្រទេសកម្ពុជាយើងស្ទើរតែថ្លៃជាងគេហើយប្រមាណប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ានអញ្ចឹងនៅពេលដែលពួកគាត់ចង់សង់រោងចក្រឬក៏បង្កើតនៅការរកស៊ីឬក៏ business ផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើងគឺទោះបីជាយើងកាត់ពន្ធរបស់គាត់ឬក៏គាត់មិនត្រូវបង់ពន្ធថ្លៃហើយការរកស៊ីក្នុងតំបន់សេដ្ឋកិច្ចពិសេសមានការធ្លាក់ចុះក៏ដោយប៉ុន្តែវានៅតែថ្លៃសម្រាប់ពួកគាត់ដោយសារថ្លៃទឹកថ្លៃភ្លើងបងអាចដឹងហើយក្នុងការបង្កើតរោងចក្រឬក៏ផ្សេងហ្នឹងគឺ energy level ដើម្បីធ្វើវាឡើងគឺអស់ច្រើនមែនទែនតែថ្លៃអគ្គិសនីនិងថ្លៃទឹកនិងថ្លៃភ្លើងហ្នឹងឯងអញ្ចឹងធ្វើឲ្យពួកគាត់មានការគិតច្រើនទៅលើបញ្ហានេះដែរអញ្ចឹងបញ្ហាធំខ្ញុំគិតថាមានពីរហ្នឹងបងហើយក៏មានបញ្ហាផ្សេងៗទៀតដែរប៉ុន្តែខ្ញុំអាចប្រាប់បងទៅលើពីរហ្នឹងដែលជាបញ្ហាធំទៅលើការកងស្ទះក៏ដូចជារាំងស្ទះដើម្បីឲ្យរបស់សេដ្ឋកិច្ចពិសេសរបស់យើងប្រសើរឡើងឥឡូវនេះខ្ញុំមកសម្ភាសជាមួយនឹងអ្នកស្រាវជ្រាវម្នាក់ទៀតសួស្តីបងសូមបងជួយណែនាំខ្លួនបន្តិចចាខ្ញុំឈ្មោះស្កាពេកហើយខ្ញុំជាអ្នកស្រាវជ្រាវហើយឥឡូវនេះខ្ញុំកំពុងសិក្សាស្រាវជ្រាវទៅលើវិធានបទបន្ថែមទាក់ទងទៅនឹងរបស់សេដ្ឋកិច្ចពិសេសនេះខ្ញុំមានសំណួរសួរទៅកាន់បងថាតើតំបន់សេដ្ឋកិច្ចពិសេសមួយនេះបាននាំមកនៅហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះមកដល់នៅឯប្រទេសយើងតាមការស្រាវជ្រាវរបស់ខ្ញុំបានរកឃើញថាប្រទេសកម្ពុជាផ្ដោតទៅលើកត្តាសំខាន់មួយគឺការអភិវឌ្ឍនិងការពង្រឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសពីព្រោះកត្តាមួយនេះគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាទាំងឡាយដែលជំរុញឲ្យមានការចូលមកនៅការវិនិយោគពីបរទេសសម្រាប់ប្រទេសកម្ពុជារួមទាំងប្រទេសដទៃទៀតតំបន់សេដ្ឋកិច្ចពិសេសគឺជាយុទ្ធសាស្ត្រសំខាន់មួយដែលជំរុញឲ្យមានការកើនឡើងនៃការផលិតផលផលិតកម្មនិងនាំចេញទំនិញកត្តានេះហើយទៅធ្វើឲ្យរាជរដ្ឋាភិបាលបានកំពុងធ្វើឲ្យប្រសើរឡើងយ៉ាងសកម្មចំពោះផ្លូវថ្នល់កំពង់ផែការផ្គត់ផ្គង់ថាមពលប្រព័ន្ធទឹកនិងបណ្ដាញទូរគមនាគមន៍នៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសឧទាហរណ៍ជាក់ស្ដែងយើងបានឃើញផ្លូវល្បឿនលឿនគឺផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលបានធ្វើឲ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងនៅការដឹកជញ្ជូនទំនិញពីរាជធានីភ្នំពេញទៅកាន់កំពង់ផែទឹកជ្រៅ
ដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជាពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយពីប្រហែល6ម៉ោងទៅជា2ម៉ោងដែលអនុញ្ញាតឲ្យទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដូចជានៅតំបន់សេដ្ឋកិច្ចពិសេសនៅទីក្រុងព្រះសីហនុឬតំបន់ឧស្សាហកម្មក្បែរនោះអាចទៅដល់កំពង់ផែបានលឿនជាងមុននិងចំណាយថវិកាតិចជាងមុនការអភិវឌ្ឍសំខាន់មួយទៀតគឺការធ្វើឲ្យប្រសើរឡើងនៅផ្លូវជាតិលេខ4ដែលជាខ្សែផ្លូវដ៏សំខាន់ឆ្លងកាត់តំបន់ឧស្សាហកម្មច្រើនទៅកាន់កំពង់ផែព្រះសីហនុដែលធ្វើឲ្យមានការដឹកជញ្ជូនមានភាពរលូននិងអាចទុកចិត្តបានសម្រាប់រថយន្តដឹកទំនិញនិងការផ្គត់ផ្គង់រោងចក្រប្រទេសកម្ពុជាក៏បាននឹងកំពុងពង្រឹងកំពុងស្វែងយ័តនៅក្រុងព្រះសីហនុដែលជាកំពង់ផែមួយក្នុងចំណោមកំពង់ផែដែលមានកំណើនលឿនបំផុតនៅក្នុងតំបន់ការពង្រឹងនេះរួមមានការសាងសង់ចំណងថ្មីឧបករណ៍សម្រាប់ដោះស្រាយកុងតឺន័រនិងការសាងសង់កំពង់ផែដែលជ្រៅជាងមុនដែលអាចផ្ទុកកប៉ាល់ធំៗបានការអភិវឌ្ឍទាំងអស់នេះបានធ្វើឲ្យមានការងាយស្រួលចំពោះឧស្សាហកម្មដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឧស្សាហកម្មដែលជាពិសេសគឺឧស្សាហកម្មដែលផ្អែកទៅលើការនាំចេញនៃទំនិញទន្ទឹមនឹងគម្រោងធំទាំងនេះប្រទេសកម្ពុជាក៏បាននឹងកំពុងវិនិយោគទៅលើការកែលម្អតភ្ជាប់ដូចជាទីក្រុងផងដែរឧទាហរណ៍ការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី3នៃរាជធានីភ្នំពេញដែលអាចជួយបង្វែរចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ចេញពីកណ្ដាលទីក្រុងដែលអនុញ្ញាតឲ្យទំនិញពីតំបន់សេដ្ឋកិច្ចពិសេសធ្វើដំណើរប្រកបដោយប្រសិទ្ធភាពជាងមុនដោយមិនត្រូវបានពន្យាពេលដោយសារតែការកកស្ទះនៃចរាចរណ៍បន្ថែមពីលើបណ្ដាញដឹកជញ្ជូនប្រទេសកម្ពុជាក៏បានផ្ដោតសំខាន់ទៅលើការកែលម្អនៃហេដ្ឋារចនាសម្ព័ន្ធថាមពលនិងទឹកសម្រាប់ការដំណើរការរបស់តំបន់សេដ្ឋកិច្ចពិសេសដូចជាអនុស្ថានីយ៍អគ្គិសនីថ្មីដែលត្រូវបានសាងសង់នៅជិតតំបន់សេដ្ឋកិច្ចពិសេសធំដើម្បីធានានៃការដំណើរការរបស់រោងចក្រថាមពលអគ្គិសនីដែលអាចទុកចិត្តបាននិងកាត់បន្ថយហានិភ័យនៃការដាច់ភ្លើងដែលអាចរំខានដល់ផលិតកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកកាន់តែប្រសើរជាងមុនដូចជាបណ្ដាញលូទឹកទំនើបនិងកន្លែងផ្ទុកទឹកកខ្វក់ដែលត្រូវបានដំឡើងនៅក្នុងតំបន់ជាច្រើនដើម្បីបំពេញតាមស្តង់ដារបរិស្ថាននិងស្តង់ដារដែលតម្រូវដោយក្រុមហ៊ុនបរទេសបណ្ដាញទូរគមនាគមន៍ក៏ត្រូវបានធ្វើឲ្យប្រសើរឡើងផងដែរជាមួយនឹងប្រព័ន្ធខ្សែកាបអុកតិកដែលមានស្ថិរភាពជាងមុនដែលអាចឲ្យឧស្សាហកម្មដំណើរការជាមួយនឹងទំនាក់ទំនង Digital និងស្វ័យប្រវត្តិកម្មកាន់តែប្រសើរមានសំណួរមួយទៀតសួរទៅកាន់បងថាតើហេដ្ឋារចនាសម្ព័ន្ធពិតជាចូលរួមចំណែកទៅនឹង GDP ប៉ុន្តែឬអត់ចាបងអរគុណសម្រាប់សំណួរនេះអ្វីដែលយើងគួរកត់សម្គាល់នោះគឺការអភិវឌ្ឍនិងការសាងសង់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធនីមួយៗមិនអាចផ្ដល់នូវការរីកចម្រើនទៅលើសេដ្ឋកិច្ចភ្លាមៗនោះទេប៉ុន្តែគម្រោងទាំងនេះអាចបង្ហាញនូវកំណើនកើនឡើងនៃសេដ្ឋកិច្ចក្នុងរយៈពេលយូរឧទាហរណ៍ដូចអាចពី2ទៅ3ឆ្នាំទៅខាងមុខទៀតតាមរយៈការធ្វើឲ្យប្រសើរឡើងនៃផ្លូវថ្នល់ប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធឧបករណ៍ប្រើប្រាស់សាធារណៈជាមួយតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាបានបង្កើនផលិតភាពកាត់បន្ថយថ្លៃដឹកជញ្ជូនកាត់បន្ថយរយៈពេលដឹកជញ្ជូននិងបង្កើនភាពសកម្មនៃការងារព្រមទាំងបង្កើនការប្រកួតប្រជែងជាមួយនឹងប្រទេសទៀតភាពប្រសើរឡើងទាំងនេះបានធ្វើឲ្យតំបន់សេដ្ឋកិច្ចពិសេសកាន់តែទាក់ទាញដល់ការវិនិយោគរបស់បរទេសកាន់តែច្រើនដែលនាំមកមានការសាងសង់នៃរោងចក្រកាន់តែច្រើនការនាំចេញកាន់តែច្រើននិងឆ្លងកាត់កំពង់ផែរបស់កម្ពុជានិងសកម្មភាពសេដ្ឋកិច្ចពិសេសកាន់តែកើនឡើងកាន់តែច្រើនឡើងនៅពេលដែលតំបន់សេដ្ឋកិច្ចពិសេសបង្កើតផលិតកម្មនិងពាណិជ្ជកម្មកាន់តែច្រើនប្រទេសកម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍តាមរយៈចំណូលកាន់តែខ្ពស់សមត្ថភាពភស្តុភារកាន់តែប្រសើរនិងដំណើរការឧស្សាហកម្មកាន់តែរឹងមាំនៅពេលដែលសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជារីកចម្រើនពីសកម្មភាពដែលជំរុញដល់តំបន់សេដ្ឋកិច្ចពិសេសទាំងនេះរាជរដ្ឋាភិបាលនឹងមានលទ្ធភាពក្នុងការមានលទ្ធភាពហិរញ្ញវត្ថុកាន់តែច្រើនក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធជាតិទូលំទូលាយរួមទាំងកែលម្អផ្លូវខេត្តទាំងផ្លូវលឿនបន្ថែមនឹងការពង្រឹងបណ្ដាញផ្លូវដែកជាដើមដូច្នេះទោះបីជាលទ្ធផលដែលផ្ដល់នៃការកើនឡើងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធជុំវិញតំបន់សេដ្ឋកិច្ចពិសេសនោះមានស្ថានភាពយឺតក៏ដោយក៏វានៅតែជាកត្តារួមចំណែកចាំបាច់បំផុតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាដែរបងសម្រាប់ផ្ដល់ចម្លើយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅមួយនេះបងជាសិក្សាស្រាវជ្រាវពីតំបន់សេដ្ឋកិច្ចពិសេសទៅលើផ្នែក
វិស័យឧស្សាហកម្មនៅប្រទេសបង ចាបង ចឹងបងជួយណែនាំខ្លួនទៅទស្សនិកជនតិចមកបង ជំរាបសួរបងនេះខ្ញុំឈ្មោះសៀមមួយអេជាអ្នកសិក្សាស្រាវជ្រាវអំពីតំបន់សេដ្ឋកិច្ចពិសេសលើវិស័យឧស្សាហកម្ម អញ្ចឹងខ្ញុំមានសំណួរខ្លះសួរទៅកាន់បងបានអត់បង ចាបង សំណួរទី1ថាតើបងគិតថាវិស័យឧស្សាហកម្មមានការរីកចម្រើនដែរឬទេ ចៅគុំមកសម្រាប់សំណួរយកតាមការស្រាវជ្រាវនិងការយល់ឃើញរបស់ខ្ញុំវិស័យឧស្សាហកម្មនៅប្រទេសយើងបច្ចុប្បន្នមានការរីកចម្រើនពិតណាស់ប៉ុន្តែការកើនឡើងមួយនេះផងដែរនៅតែមិនទាន់កើនឡើងដល់ខ្លាំងដល់ថ្នាក់ដែលយើងអាចឲ្យវិស័យឧស្សាហកម្មមួយនេះដឹកនាំឬនាំផ្លូវទៅលើសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាយើងទាំងស្រុងហើយ រីឯតន្ន័យដែលខ្ញុំបានសិក្សាជ្រាវជ្រាវមកខ្ញុំបានឃើញថាតំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកប្រហែលជា 9.1% ក្នុង GDP ហើយក៏បានបង្ហាញថាការក្នុងវិស័យឧស្សាហកម្មកំពុងតែលូតលាស់ផងដែរប៉ុន្តែការលូតលាស់មួយនេះនៅត្រឹមតែមានកម្រិតមធ្យមនៅឡើយហើយម្យ៉ាងទៀតដោយសារតែការមានភាពរីកចម្រើននេះនៅតែមិនទាន់មានថាមពលឬឥទ្ធិពលដែលអាចឲ្យប្រទេសកម្ពុជាយើងពឹងផ្អែកទៅលើវិស័យនេះទាំងស្រុងនៅឡើយនោះទេសម្រាប់ការលូតលាស់សេដ្ឋកិច្ចយើងក្នុងសេដ្ឋកិច្ចយើងក្នុងឲ្យបានយូរអង្វែងចំណែកឯប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះពិតជាត្រូវការអភិវឌ្ឍជាច្រើនទៅលើវិស័យដូចជាវិស័យឧស្សាហកម្មវិស័យទេសចរណ៍សេវាកម្មនិងវិស័យ Digital ជាដើមដើម្បីធានាថាការលូតលាស់ពិតជាមានស្ថិរភាពនិងមូលដ្ឋានក្នុងពហុវិស័យឲ្យកាន់តែរឹងមាំដែរ សម្រាប់សំណួរទី2ថាតើបងគិតថាតំបន់សេដ្ឋកិច្ចពិសេសបានជាឥទ្ធិពលទៅលើវិស័យឧស្សាហកម្មដែរឬអត់ ចាបងសម្រាប់សំណួរទី2នេះផងដែរខ្ញុំគិតថាតំបន់សេដ្ឋកិច្ចពិសេសពិតជាបានជាឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាយើងនេះរួចហើយតំបន់ពិសេសនេះទាំងនេះក៏បានតាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគបរទេសជាច្រើនដូចនេះហើយទើបធ្វើឲ្យបានកើនឡើងលើសមត្ថភាពផលិតកម្មរួចក៏បានបង្កើតការងារនិងបានលើកកម្ពស់ទៅលើការនាំចេញផ្សេងៗនិងបច្ចេកវិទ្យាថ្មីៗក៏បាននាំចូលប្រទេសយើងដូចគ្នាហើយក៏បានធ្វើឲ្យលទ្ធភាពក្នុងការប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មយើងកាន់តែប្រសើរឡើង អរគុណបងដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់បងដែលបានឆ្លើយទៅនឹងសំណួរដែលខ្ញុំបានសួរទៅមុនហ្នឹងបង ចាអរគុណច្រើនបង តាមមកសង្កេតជាមួយនឹងអ្នកស្រាវជ្រាវម្នាក់ទៀតដើម្បីសិក្សាស្វែងយល់បន្ថែមអំពីតំបន់សេដ្ឋកិច្ចពិសេសថាតើតំបន់មួយនេះបានជួយជំរុញទៅដល់ការបង្កើតការងារនៅក្នុងប្រទេសកម្ពុជាដែរឬទេសួស្តីបងសូមបងជួយណែនាំខ្លួនយ៉ាងទូទៅ ចាសួស្តីបងប្អូនជំរាបសួរមួយវិញជំរាបសួរហើយឥឡូវនេះមានការសិក្សានៅស្វែងរកអំពីប្រទេសអន្តរពីតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសកម្ពុជា ហើយខ្ញុំមានសំណួរខ្លះៗដើម្បីសួរបងថាតើបងគិតថាតំបន់សេដ្ឋកិច្ចពិសេសមួយនេះបានជួយចូលរួមចំណែកក្នុងការផ្តល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋនៅប្រទេសកម្ពុជាដែរឬទេ សួរសំណួរនេះបងថាតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាបានជួយដល់ឱកាសការងារសម្រាប់ប្រជាពលរដ្ឋនិងខ្ល้ายជាប្រភពការងារដ៏សំខាន់សម្រាប់ប្រជាជននៅទូទាំងប្រទេសដោយឧស្សាហកម្មដែលដំណើរការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានដូចជាការផលិតសម្ភារៈបំពាក់ការផលិតស្បែកជើងនិងការផ្គងគ្រឿងបន្លាស់អេឡិចត្រូនិកដែលត្រូវការកម្លាំងពលកម្មច្រើនដោយសារតែវិស័យទាំងនេះពឹងផ្អែកលើកម្លាំងពលកម្មជាច្រើនពួកគេបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនក្នុងប្រទេសហើយក្រុមហ៊ុនជាច្រើនក៏ផ្ដល់ការបណ្ដុះបណ្ដាលលើកន្លែងធ្វើការផងដែរដែលអនុញ្ញាតឲ្យបុគ្គលិកកសាងជំនាញជាក់ស្ដែងនិងទទួលបានបទពិសោធន៍ដ៏មានតម្លៃនៅពេលពួកគេធ្វើការ អរគុណបងសម្រាប់ចម្លើយនេះឥឡូវខ្ញុំមានសំណួរមួយទៀតបងគិតថាក្នុងរយៈពេលប្រហែលឆ្នាំក្រោយនេះថាតើតំបន់សេដ្ឋកិច្ចពិសេសពិតជាចូលរួមចំណែកក្នុងការបង្កើតការងារបាត់ដែរឬទេ ចាំអរគុណរយៈពេលប្រហែលឆ្នាំនេះយើងអាចឃើញថាការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានកើនឡើងយ៉ាងខ្លាំងនៅពេលដែលរោងចក្រថ្មីៗបើកនិងការវិនិយោគបន្តបញ្ចូលហើយក្នុងរយៈពេលក្រោយនេះឃើញថាសន្ទុះនៃការកំណើនការងារមានការកើនឡើងចន្លោះពី 10% ដល់ 14% ដែលកំណើននេះមានឥទ្ធិពលយ៉ាងសំខាន់ទៅលើជីវភាពរបស់ប្រជាជនហើយសម្រាប់កម្មករជាច្រើនជាពិសេសអ្នកដែលមានដែលមកពីតំបន់ជនបទតំបន់សេដ្ឋកិច្ចពិសេសផ្ដល់នូវឱកាសការងារដែលមានស្ថិរភាពនិងអាចទុកចិត្តបាន
ដែលពីមុនមិនធ្លាប់មកមានជាហេតុនេះហើយសហគមន៍នានាបានជួបប្រទះនឹងប្រាក់ចំណូលគ្រួសារខ្ពស់និងចំណាយក្នុងស្រុកកើតឡើងដែលជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្ថែមទៀតហើយការកែលម្អនៃប្រាក់ចំណូលអនុញ្ញាតឲ្យគ្រួសារទទួលបានអាហាររូបការថែទាំសុខភាពនិងការអប់រំកាន់តែប្រសើរឡើងសម្រាប់កូនៗរបស់ពួកគាត់ហើយប្រាក់ខែដែលតាមរយៈការងារនៃតំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែពង្រឹងសន្តិសុខនោះទេតែថែមទាំងជួយការតវិធីភាពនៃក្រដែលផ្ដល់នៅប្រភពចំណូលដែលអាចទុកចិត្តបានផងដែរហើយទោះបីជាការបង្កើតការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសមានភាពរងមាំក៏ដោយកំណើនមិនមានការផ្លាស់ប្ដូរក្នុង GDP ទេព្រោះ GDP អាចរងផលប៉ះពាល់ដោយកត្តាជាច្រើនក្នុងពីខាងក្រៅនិងនៅក្នុងស្រុកជាច្រើនរួមទាំងទិដ្ឋាការពីសាសកលលំហវិនិយោគតម្រូវការនាំចេញនិងគោលនយោបាយរបស់រដ្ឋបាលដោយសារតែឥទ្ធិពលទាំងនេះផលប៉ះពាល់នៃការងារនៅតំបន់សេដ្ឋកិច្ចពិសេសលើ GDP អាចត្រូវការពេលវេលាដើម្បីដឹកជញ្ជូនជារូបរាងពេញលេញម្យ៉ាងទៀតការកើនឡើងនៃការងារអាចធ្វើឲ្យជីវិតរបស់ប្រជាជនប្រសើរភ្លាមប៉ុន្តែឥទ្ធិពលរបស់វាទៅលើ GDP របស់ជាតិរឿយៗអាចមើលឃើញក្នុងរយៈពេលវែងរបស់សរុបមកតំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាតាមរយៈការបង្កើតឱកាសការងារដែលអាចជួយដំណើរការបានការអភិវឌ្ឍជំនាញរបស់កុមារនិងការផ្តល់ប្រាក់ចំណូលមានស្ថិរភាពពួកគេបានគ្រប់គ្រងប្រសិទ្ធភាពគ្រួសារក្នុងការសម្រេចបាននូវស្តង់ដាររស់នៅកាន់តែប្រសើរហើយខណៈពេលដែលបំណងជាប់រយៈពេលខ្លីទៅនឹង GDP អាចមិនមែនតែរងមាំទេតែការរួមចំណែករយៈពេលវែងរបស់តំបន់សេដ្ឋកិច្ចពិសេសចំពោះទាំងការងារនិងការអភិវឌ្ឍសេដ្ឋកិច្ចគឺច្បាស់លាស់អរគុណបងសម្រាប់ចំណាយពេលវេលាដ៏មានតម្លៃក្នុងការឆ្លើយសំណួររបស់ខ្ញុំមុននេះពីរួមមកតាមការសង្កេតជាមួយអ្នកស្រាវជ្រាវទាំង4នាក់ដែលយើងបានលើកឡើងច្បាស់ថាតំបន់សេដ្ឋកិច្ចពិសេសពិតជាមានតួនាទីយ៉ាងសំខាន់ដើម្បីលើកស្ទួយវិស័យសេដ្ឋកិច្ចនៅក្នុងស្រុកទោះបីជាមិនឃើញលទ្ធផលភ្លាមៗក៏ដោយតែក៏បានជះឥទ្ធិពលយ៉ាងខ្លាំងមកដល់ទៅលើប្រទេសកម្ពុជាយើងផងដែរ